បាទសួស្តីបងប្អូនទាំងអស់គ្នាយើងធ្វើវីដេអូបង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងការដែលយើងឲ្យភ្ញាស់ពងកដោបអញ្ចឹងដំបូងគឺយើងដាក់ខ្សាច់ហើយយើងដាក់ទឹកបែបហ្នឹងទៅខ្សាច់ទៅបងប្អូនដាក់មួយចង្អុលឬក៏ពីរចង្អុលដៃក៏បានដែរបន្ទាប់ពីយើងដាក់ខ្សាច់ហើយយើងយកអាចនេះបងប្អូនកន្តិចដូងជាស្រ័យកន្តិចដូងយើងយកកន្តិចដូង100វាដើម្បីបុកពងរៀបវាបែបហ្នឹងពងរៀបបែបហ្នឹងនៅពេលដែលបងប្អូនព្រៀបហើយបងប្អូនយកពងកដោបនេះបងប្អូនយកពងកដោបគឺយើងយកព្រាយវាបែបហ្នឹងទៅព្រាយមួយជាន់បងប្អូនណាមួយជាន់ទេអញ្ចឹងនេះបងប្អូនពងកដោបយើងអញ្ចឹងយើងនៅពេលដែលយើងហើយដាក់ខ្សាច់ហើយគឺយើងយកកន្តិចដូងម៉ត់ចង្កេះដូងម៉ត់ហ្នឹងយកមកព្រាបវាព្រាបឲ្យស្មើគឺព្រាបស្មើអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងព្រាបស្មើគឺយើងផ្ទះវាហាប់ហើយក៏សូមបញ្ជាក់ថាយើងដាក់ខ្សាច់ខាងក្រោមបងប្អូនដាក់ខ្សាច់ខាងក្រោមគឺផ្ទះហាប់អញ្ចឹងទៅនេះផ្ទះហាប់អញ្ចឹងទៅបន្ទាប់ពីយើងផ្ទះហាប់ហើយគឺយើងដើររីពងដាក់មួយជាន់ទៅអាស្រ័យតែបងប្អូនមានពងបងប្អូនមានពងច្រើនបងប្អូនដាក់រៀងមួយជាន់តែដាក់រៀងខ្ជះជាងនេះក៏បានដែរតែដោយសារខ្ញុំរំលែកវាស្ដើងបន្តិចណាអញ្ចឹងគឺខ្ញុំដាក់អញ្ចឹងយើងដើរពរាយវាអញ្ចឹងទៅអញ្ចឹងវីដេអូតាក់ទងទៅនឹងការភ្ញាក់ពងកដោបមានប៉ុណ្ណឹងបងប្អូនហើយយើងធ្វើបែបហ្នឹងហើយបងប្អូនយកពងហ្នឹងយកទៅច្រកក្នុងបាវអញ្ចឹងច្រកក្នុងបាវបងប្អូនអញ្ចឹងយើងច្រកក្នុងបាវយើងបាញ់ទឹកវាមួយថ្ងៃ3 4ដងទៅថ្ងៃខែក្តៅអញ្ចឹងបងប្អូនបើយើងទុកហាលថ្ងៃយើងទុកក្នុងទ្រុងដែលមានកម្ដៅថ្ងៃតែបើយើងទុកក្នុងម្លប់បាញ់តែព្រឹកល្ងាចបានហើយព្រឹកល្ងាចបានទេបងប្អូនហើយតាក់ទងទៅហ្នឹងហើយពងកដោបនេះខ្ញុំសូមបញ្ជាក់មួយបងប្អូនយើងរៀបរាយអញ្ចឹងហើយយើងដាក់សង្កេះដូងពីលើឥឡូវយកសង្កេះដូងមករៀបរាយខាងលើសិនសង្កេះដូងមកចូលវីដេអូអូខេអញ្ចឹងយើងដាក់សង្កេះដូងយើងដាក់សង្កេះដូងសើបងប្អូនយើងដាក់ព្រាយសើទេហើយបេះវាម៉ត់ទៅយើងធ្វើម៉េចគ្របឲ្យពងកដោបយើងហើយយើងព្រាយវាគ្របពងកដោបចិត្តហើយយើងបាញ់ទឹកវាសើមិនទុកទៅស្អែកព្រឹកបងប្អូនបាញ់ទឹកទៀតថ្ងៃត្រង់បាញ់ទឹកទៀតម៉ោង2ហ្នឹងម៉ោង10បាញ់ព្រឹកទៅបាញ់ទឹកទៅម៉ោង2បាញ់ទឹកទៅហើយតាក់ទងនឹងល្ងាចឡើងគឺយើងបាញ់ទឹកដែរទៅបាញ់សើមល្មមហើយតាក់ទងបាញ់ញឹកនេះបងប្អូនខែក្តៅឌីសាចេះខ្ញុំបញ្ជាក់ត្រង់ដែលយើងដាក់ហាលថ្ងៃចេះគឺយើងដាក់ពងក្នុងហ្នឹងអញ្ចឹងណាតែបើសិនជាបងប្អូនទុកក្នុងម្លប់មួយថ្ងៃបាញ់តែ2ដងបានទេព្រឹកល្ងាចបងប្អូនបាញ់តែព្រឹកល្ងាចទៅបានទេអញ្ចឹងវីដេអូនេះខ្ញុំធ្វើការបង្កើតការភ្ញាក់ពងកដោបដែលយើងប្រើកេស្នោហើយក៏មានបងប្អូនមួយចំនួនគាត់តែគាត់ភ្ញាក់នៅក្នុងប្រអប់តូចណាអញ្ចឹងក្នុងប្រអប់តូចយើងដាក់បាន7ខាំនេះពងតែក្នុងនេះយើងអាចដាក់បានជិត1គីឡូឬក៏1គីឡូតែម្ដងអាស្រ័យលើបងប្អូនដាក់អញ្ចឹងខ្ញុំដាក់ជិត1គីឡូខ្ញុំព្រាយបែបហ្នឹងហើយតាក់ទងអត្រាញាស់បងប្អូនគឺអាស្រ័យលើការបាញ់ទឹកដែរអញ្ចឹងនៅពេលដែលយើងបាញ់ទឹកមិនជោគពេកហើយមិនស្ងួតពេកពងកដោបគឺយើងយកល្អដាក់ថែមវាចិត្តពងកដោបយើងយកល្អអញ្ចឹងបើសិនជាបងប្អូនមួយថ្ងៃបាញ់តែ2ដងគឺអត់ផ្សេងញាស់ទេបងប្អូនខែក្តៅអញ្ចឹងបើយើងទុកហាលថ្ងៃដូចខ្ញុំអញ្ចឹងតែបើបងប្អូនទុកក្នុងម្លប់មួយថ្ងៃ2ដងបានព្រឹកល្ងាចបានហើយបើសិនជាខែត្រជាក់អត់ជាបញ្ហាប្រហែលទេបងប្អូនខែត្រជាក់អត់អីទេបាន1ដងក៏បាន2ដងក៏បានដែរអញ្ចឹងការធ្វើវីដេអូបង្ហាញពុកម៉ែបងប្អូនមានវីដេអូច្រើនលើបណ្ដាញសង្គមបងប្អូនអាចនឹងចូលមើលបន្ថែមទៀតជាមួយនឹងគ្រូនេះមានបទពិសោធន៍ផ្សេងទៀតតែការធ្វើរបស់ខ្ញុំបែបនេះគឺឃើញថាអត្រាយុះល្អបងប្អូនការបាញ់ទឹកញឹកហ្នឹងតែយើងមិនមែនបាញ់ជោគខ្លាំងទេបងប្អូនបាញ់ល្មមម្សើមយើងមិនមែនបាញ់ជោគដូចយើងស្រោចតំណាំអត់ទេយើងបាញ់ល្មមម្សើមគាត់បាញ់ញឹកទៅដើម្បីឲ្យពងវារីកវាប្រេះកាឡាទៅគឺវាញាស់បានល្អអញ្ចឹងបងប្អូនចង់ចិញ្ចឹមកដោបនេះបងប្អូនអាចកំងពងកដោបពីខាងយើងខ្ញុំបានហើយពងកដោបដែលខ្ញុំលក់នេះមិនថ្លៃទេបងប្អូនបច្ចុប្បន្ន1គីឡូទៅ100000ជាងទេអញ្ចឹងបងប្អូនត្រូវការពងកដោបយកទៅចិញ្ចឹមខាងខ្ញុំអាចផ្ញើបាន25ខេត្តក្រុងបងប្អូនបច្ចុប្បន្ននេះគឺយើងអាចផ្ញើបាន25ខេត្តក្រុងតែម្ដងបងប្អូននៅដល់ខេត្តណាក៏ផ្ញើបានដែរបងប្អូនចង់បានពងរែងហើយភ្លាមយកផ្ញើភ្លាមក៏បាន
ឬក៏បងប្អូនចង់បានពងដែលយើងភ្ញាស់ហើយរៀបចំបែបហ្នឹងក៏បានដែរហើយខ្ញុំសូមបញ្ជាក់ការដែលយើងរៀបចំភ្ញាស់នៅនឹងកន្លែងគឺយើងប្រើកេសធំបែបហ្នឹងបងប្អូននេះកេសធំតែបើសិនជាបងប្អូននៅតាមខេត្តយើងនឹងដាក់ប្រអប់តែបើដាក់កេសតូចជាងហ្នឹងនេះខ្ញុំប្រើកេសធំដោយសារយើងនៅនឹងកន្លែងតែម្ដងនេះបងប្អូននេះយើងភ្ញាស់ឲ្យយើងទុកនៅកន្លែងតែម្ដងអញ្ចឹងយើងអត់ប្រើកេសតូចទេដោយសារយើងមានកេសស្នោធំហើយដាក់ចឹងទៅក៏អត្រាញុះក៏ល្អដែរបងប្អូនអញ្ចឹងវីដេអូមានប៉ុណ្ណឹងអរគុណច្រើនដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់